សូមគោរពជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំសូមធ្វើការចែករំលែកនៅពាក្យពីរដើម្បីធ្វើការចែករំលែកជូនទៅកាន់បងប្អូនដែលកំពុងតែសិក្សានៅថ្នាក់ទី6ក្តីក៏ដូចជានៅអនុវិទ្យាល័យក្តីហើយចំពោះពាក្យពីរនេះគឺខ្ញុំច្រើនតែឃើញបងប្អូនមួយចំនួនគឺអានខុសបាទហើយនឹងលោកគ្រូអ្នកគ្រូមួយចំនួនក៏អានខុសដែរអញ្ចឹងពាក្យពីរនោះគឺជាពាក្យអ្វីទៅពាក្យពីរនោះគឺពាក្យថាតំបន់អញ្ចឹងពាក្យថាតំបន់នេះគឺយើងអានតំបន់តែម្ដងអត់មានផ្លាស់តជាដទេអត់មានអានតំបន់ទេគឺអានថាតំបន់អញ្ចឹងតំបន់មានឋានៈពាក្យជានាមស័ព្ទបាទថាពាក្យជានាមស័ព្ទគឺឬក៏នាមបាទមានន័យថាទីបែកដីបែកព្រៃជាដើមបាទហ្នឹងគឺតំបន់អញ្ចឹងតំបន់សរសេរមានអក្សរតដាក់សារអំបនឹងនៅបន្តអានថាតំបន់បាទហើយឧទាហរណ៍ថាក្នុងតំបន់មួយបាទដីមួយតំបន់ឬក៏ព្រៃមួយតំបន់អាហ្នឹងគឺតាក់ទងទៅនឹងតំបន់ចំណែកពាក្យមួយទៀតគឺតំបន់នេះបើនិយាយអំពីអក្សរគឺដដាក់ស្រអំបនឹងនៅបន្តអានថាតំបន់អញ្ចឹងអត់មានផ្លាស់អីទេអាហ្នឹងគឺអានតំបន់តែម្ដងអញ្ចឹងតំបន់នេះគឺមានឋានៈពាក្យជាគុណកិរិយាឬក៏គុណនាមបាទមានឋានៈពាក្យជាគុណកិរិយាឬក៏គុណនាមមានន័យថាបាទមានន័យថាយ៉ាងម៉េចមានន័យថាមាំមានន័យថាហំបាទមានន័យថាស្ដុកអញ្ចឹងពាក្យតំបន់មានឋានៈពាក្យជាគុណកិរិយាបាទឬក៏គុណនាមមានន័យថាបាទមាំមានន័យថាហំបាទមានន័យថាស្ដុកឧទាហរណ៍ធំតំបន់ណាស់បាទមួយទៀតវាត្រូវតំបន់ណាស់បាទហ្នឹងគឺអានថាតំបន់អញ្ចឹងពាក្យពីរនេះខ្ញុំច្រើនតែឃើញបងប្អូនបាទទាំងនៅសាលាបឋមសិក្សាក្តីក៏ដូចជានៅអនុវិទ្យាល័យក្តីក៏ដោយលោកគ្រូអ្នកគ្រូមួយចំនួនក្តីក៏ច្រើនតែអានពាក្យតំបន់ណាអានជាតំបន់តាមពិតទៅអាហ្នឹងគឺអានថាតំបន់តែម្ដងណាអត់មានផ្លាស់តជាដអីទេអត់មានផ្លាស់ទេអាហ្នឹងគឺអានថាតំបន់ហើយនឹងមួយទៀតគឺតំបន់អញ្ចឹងតំបន់គឺមានន័យផ្សេងបាទតំបន់គឺមានន័យផ្សេងអញ្ចឹងសំណេរនៃការសរសេរក៏ខុសគ្នាសំណូសូរនៃការអានហ្នឹងក៏ខុសគ្នាដែរអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងហើយបើសិនជាខ្ញុំនិយាយទៅមានកំហុសឆ្គងត្រង់ចំណុចណាមួយឬក៏ដល់ប្រការណាមួយនោះក៏សូមខន្តីអភ័យទោសក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនអ្នកដែលស្ដាប់នៅវីដេអូនេះផងនេះគ្រាន់តែជាការលើកឡើងខ្លីៗហើយខ្ញុំមិនមែនជាអ្នកអក្សរសាស្ត្រឬក៏អ្នកពូកែខាងអក្សរសាស្ត្រអ្វីទេគ្រាន់តែខ្ញុំឃើញបងប្អូនមួយចំនួនគាត់អានពាក្យហ្នឹងគឺខុសបាទអញ្ចឹងតាក់ទងទៅនឹងពាក្យតំបន់ហ្នឹងគឺកម្រនឹងបដូរអានផ្លាស់តជាដបាទផ្លាស់តជាដមកមានផ្លាស់មួយគឺតន្ត្រីមកសរសេរតន្ត្រីតែបើអានតន្ត្រីដូចជាតង់គៀបអញ្ចឹងមិនអានតង់គៀបវាអានតង់គៀបដូចជាតម្លៃមិនមែនអានតម្លៃទេគឺអានតម្លៃបាទតម្លៃអញ្ចឹងមានពាក្យដោយអក្សរតដាក់ស្រអំហ្នឹងគឺមានច្រើនទៀតប៉ុន្តែខ្ញុំសូមលើកយកតែពីរចំណុចហ្នឹងខ្លីៗទេហើយក៏សូមខន្តីអភ័យទោសសូមការអធិស្ឋានពីសំណាក់អ្នកសិក្សាទាំងឡាយក៏ដូចជាបាទបងប្អូនសិស្សានុសិស្សដូចជាអ្នកគ្រូមួយចំនួនផងដែរសូមបាទហើយសូមគោរពជូនពរបាទពុកម៉ែបងប្អូនលោកគ្រូអ្នកមីងបាទលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សក៏ដូចជាអ្នកសិក្សាទាំងឡាយជួបប្រទះតែនៅសេចក្តីសុខសេចក្តីចម្រើនជាពិសេសគឺជួបតែពុទ្ធពរអាយុវណ្ណៈសុខៈពលៈបាទកុំបីឃ្លៀងឃ្លាតឡើយសូមឲ្យការធ្វើកិច្ចការគ្រប់យ៉ាងហ្នឹងបានសម្រេចដោយក្តីបំណងប្រាថ្នាបាទសម្រេចឬក៏ជោគជ័យគ្រប់ភារកិច្ចសូមអរគុណសូមគោរពលា